តងជាមួយនឹងបាទនាយករដ្ឋមន្ត្រីរបស់ថៃដែលរងសម្ពាធបាទរងសម្ពាធពីមហាជននិងអ្នកសារព័ត៌មានបានសួរគាត់ជាច្រើនអំពីបញ្ហាមួយចំនួនណាបាទអញ្ចឹងខ្ញុំសូមដកស្រង់សេចក្តីរាយការណ៍នេះដោយផ្អែកទៅលើជ្រុងរបស់ខាងនាយករដ្ឋមន្ត្រីរបស់ថៃវិញបាទគឺនាយករដ្ឋមន្ត្រីថៃលោកអនុធានឆាន់វីរកុលបានបដិសេធនៅរបាយការណ៍ដែលថាកម្ពុជាបានចល័តអាវុធធុនធ្ងន់ឬរារាំងការបោះសម្អាតមីនរបស់ថៃមកដោយធានាទំនុកចិត្តលើការត្រៀមខ្លួនរបស់យោធាថៃផងដែរបាទលោកនាយករដ្ឋមន្ត្រីអនុធានឆាន់វីរកុលកាលពីថ្ងៃច័ន្ទលោកបានបដិសេធចំពោះរបាយការណ៍នេះបាទហើយលោកបានសួរអ្នកសារព័ត៌មានវិញថាតើពួកគេទទួលបានព័ត៌មាននឹងពីកន្លែងណាដែលបង្ហាញថាកម្ពុជាបានផ្លាស់ចល័តអាវុធធុនធ្ងន់នឹងត្រឡប់ទៅព្រំដែនវិញហ្នឹងបាទហើយទៅនៅកន្លែងណាលោកសួរថាទៅឆ្លាតទៅកន្លែងណាដោយលោកនិយាយថាលោកមិនបានទទួលរបាយការណ៍បែបនេះពីយោធាថៃនោះទេបើអញ្ចឹងអ្នកសារព័ត៌មាននឹងចេះតែមានព័ត៌មានពីណាមកហើយអ្នកបង្កើតព័ត៌មានហ្នឹងដើម្បីឲ្យទៅសារព័ត៌មានសួរអញ្ចឹងគាត់សួរទៅវិញថាឥឡូវហ្នឹងបានព័ត៌មានពីណាហើយចល័តទៅហ្នឹងទៅដាក់កន្លែងណាឲ្យបញ្ជាក់ច្បាស់ផងកុំសួរតែនិយាយថាឃើញតែចល័តទៅវិញតែប៉ុណ្ណឹងគឺមិនទាន់គ្រប់គ្រាន់ទេលោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថាកិច្ចព្រមព្រៀងសន្តិភាពថៃកម្ពុជាដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីគឺតម្រូវឲ្យភាគីទាំងពីរដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនគឺមិនមែនដកតែកម្ពុជាទេគឺដកទាំងថៃផងដែរលោកអនុទានបានមានប្រសាសន៍នៅពេលទៅស្នើសុំធ្វើអត្ថាធិប្បាយលើការដាក់ពង្រាយអាវុធឡើងវិញហ្នឹងគឺលោកចាត់ទុកថាបើសិនជាមានអញ្ចឹងអាហ្នឹងវាជាប្រៀបដូចជាការមួយដែលបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពហ្នឹងហើយយើងនឹងដោះស្រាយតាមស្ថានភាពជាក់ស្ដែងដែលយើងយល់ឃើញថាសមស្របលោកបានមានប្រសាសន៍ថាកងកម្លាំងប្រដាប់អាវុធថៃនិងកម្ពុជាបានពិគ្រោះគ្នាជាប្រចាំទាក់ទងនឹងប្រតិបត្តិការបោះសម្អាតមីនដែលកំពុងតែដំណើរការហើយលោកអនុធានបានបន្ថែមថាលោកក៏បាននិយាយជាមួយនឹងឧត្តមសេនីយ៍អ៊ុគ្រីតប៊ុនតាណុនអគ្គមេបញ្ជាការកងយុទ្ធពលភូមិន្ទថៃដែលបានបញ្ជាក់ថាភាគីទាំងពីរនៅតែបន្តការចរចាលើការដកអាវុធនិងការបោះសម្អាតមីនលោកអនុធានបានមានប្រសាសន៍ថាប្រតិបត្តិការនេះមិនដំណើរការរលូនទាំងស្រុងទេប៉ុន្តែគោលដៅរបស់ថៃគឺច្បាស់លាស់គឺថៃនឹងមិនអនុញ្ញាតឲ្យពួកគេរារាំងការងាររបស់យើងនោះទេនៅពេលដែលអ្នកសារព័ត៌មានសួរថាតើលោកមានគម្រោងទៅទស្សនាតំបន់ព្រំដែនថៃកម្ពុជាថៃដែរឬទេលោកអនុធានបានតបថាប្រសិនបើចាំបាច់នៅពេលដែលស្ថានភាពតម្រូវលោកនឹងទៅទស្សនាទៅពិនិត្យមើលតំបន់ព្រំដែនដើម្បីមើលថាតើដំណើរការនឹងដំណើរការបានទៅដោយតែការព្រមព្រៀងគ្នាដែរឬអត់នោះបាទនេះគឺជាអ្វីដែលលោកអនុធានបាននិយាយប្រាប់អ្នកសារព័ត៌មាននៅពេលដែលអ្នកសារព័ត៌មានសួរលោកនៅថ្ងៃនេះដោយឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណជនថៃថាយោធាថៃប្រហែលជាមិនអាចដាក់អាវុធត្រឡប់ទៅវិញទាន់ពេលវេលាទេប្រសិនបើមានការវាយប្រហារម្ដងទៀតពីភាគីកម្ពុជានោះគឺលោកអនុធានបាននិយាយថាលោកបាននិយាយជាមួយលោកឧត្តមសេនីយ៍ប៉ាណាឃ្លាវផុតធុកដែលជាអគ្គមេបញ្ជាការកងទ័ពជើងគោកដែលបានធានាដល់លោកថាកងទ័ពនឹងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពហើយលោកនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យសាធារណជនមានទំនុកចិត្តលើសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធនៅក្នុងការការពារអធិបតេយ្យនិងទឹកដីរបស់ប្រទេសថៃនេះគឺជាអ្វីដែលសារព័ត៌មានថៃបានរាយការណ៍អញ្ចឹងខ្ញុំអានជូននេះគឺដូចជាអ្នកនាំពាក្យរបស់យោធាថៃអញ្ចឹងឬក៏រដ្ឋាភិបាលថៃអញ្ចឹងពីព្រោះមួយថ្ងៃនេះដកស្រង់តែពីខាងភាគីថៃតែម្ដងពីព្រោះខាងភាគីកម្ពុជាគឺមានសេចក្តីរាយការណ៍ឲ្យនៅកាលពីថ្ងៃទី1ណាកាលពីថ្ងៃទី1ខែវិច្ឆិកាហ្នឹងគឺពេលដែលកម្ពុជាដកហ្នឹងគឺខ្ញុំយកផ្សាយទាំងស្រុងហ្នឹងទៅស្ដាប់ពេលហ្នឹងដូចអ្នកនាំពាក្យកម្ពុជាអញ្ចឹងឥឡូវស្ដាប់ពីរឿងថៃនេះដូចអ្នកនាំពាក្យថៃទៅវិញទៀតហើយបាទអត់ធ្វើម៉េចឥឡូវហ្នឹងកម្ពុជាបានរាយការណ៍មុនរាយកម្ពុជាព្រាមដាក់ live ឲ្យមើលអញ្ចឹងគេឃើញណាហើយថៃសារព័ត៌មានថៃថ្ងៃអាទិត្យថ្ងៃសៅរ៍ហ្នឹងក៏មានសេចក្តីរាយការណ៍ពីរឿងថៃសោះទើបតែថ្ងៃច័ន្ទនេះខាងយោធាថៃខាងអ្នកនាំពាក្យក្រសួងអ្នកនាំពាក្យរដ្ឋាភិបាលថៃហើយនឹងអ្នកជំនាញព្រំដែនច្បាប់ថៃហ្នឹងព្រំដែនច្បាប់ហើយនឹងសន្ធិសញ្ញារបស់ថៃហ្នឹង
គាត់មកធ្វើសន្និសីទសារព័ត៌មានដូច្នេះទៅបានរឿងនេះទៅសារព័ត៌មានថៃគាត់រាយការណ៍អញ្ចឹងខ្ញុំក៏ដកស្រង់ជម្រាបជូនប្រិយមិត្តតែម្ដងណាបាទអញ្ចឹងស្ដាប់ទៅដូចឮមកជំនាញ